នេះគឺជាកម្ពស់កងតាក់1ម៉ែត្រពីទឹក2គីឡូចំណែកព្រីគឺកម្ពស់3ទឹក2គីឡូអានេះគឺយើងរត់តាមប្លង់នេះសុទ្ធតែកម្ពស់3ទឹក2គីឡូហើយនឹងព្រីនេះក៏1ម៉ែត្រអានេះ3ទឹកដែរឯនេះកងតាក់នេះកម្ពស់វា1ម៉ែត្រ2ទឹកទាក់ទងមួយព្រីហើយនឹងនុកព្រីមានខ្សែអ៊ីនធឺណិតខ្សែ Wi-Fi គឺកម្ពស់របស់វាគឺ3ទឹកដែរនេះគឺសុទ្ធតែព្រីកម្ពស់3ទឹកដូចគ្នានេះគឺ1ម៉ែត្រ2ទឹកនេះគឺមានព្រីមួយហើយនឹងដូចទូទាស់មួយកម្ពស់1ម៉ែត្រ2ទឹកនោះគឺ1ម៉ែត្រនោះគឺ3ទឹកនោះគឺ1ម៉ែត្រ2ទឹកនោះគឺ3ទឹកចែកម្លែកបងប្អូនអាចមើលបានបងប្អូនដែលអត់ទាន់ចេះបងប្អូនចេះហើយក៏អត់អីដែរកន្លែងណាខ្វះខាតជួយចែកម្លែកគ្នាជួយខមមិនប្រាប់គ្នាទៅកុំតាក់